Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកពីគុណនាមកម្មសិទ្ធិមកបង្ហាញបងប្អូននៅក្នុងការប្រើប្រាស់បាទអញ្ចឹងបងប្អូនមើលនៅខាងក្នុងវីដេអូនេះបាទទាំងអស់នេះគឺជាគុណនាមកម្មសិទ្ធិដែលប្រើប្រាស់ច្រើនមែនទែននៅក្នុងភាសាអង់គ្លេសអញ្ចឹងជាដំបូងគឺបងប្អូនមើលតារាងនៃគុណនាមកម្មសិទ្ធិសុទ្ធជាមុនសិនបាទនេះគឺជាគុណនាមកម្មសិទ្ធិនៅតែឯងគឺមានពាក្យ my បាទ my របស់ខ្ញុំពាក្យ your បាទរបស់អ្នកបើឲ្យតែកម្មសិទ្ធិគឺមានពាក្យរបស់ហើយណាអីមួយជារបស់ខ្ញុំអីមួយជារបស់អ្នកគេហៅថាជាកម្មសិទ្ធិអានេះ his បាទរបស់គាត់បាទសំដៅយមមនុស្សប្រុសណា his អានេះher បាទ her របស់នាងបាទរបស់នាងគឺស្រីណា it's បាទ it's របស់វាបាទរបស់វាគឺយើងសំដៅយកទៅដល់សត្វបាទ it's អានេះ our គឺរបស់យើងបាទចាប់ពី2អ្នកឡើងទៅ our ដូចជាផ្ទះរបស់យើងអីជាដើមអានេះ their បាទ their ហ្នឹងគឺរបស់ពួកគេបាទអញ្ចឹងគុណនាមកម្មសិទ្ធិគឺមានតែ7ហ្នឹងទេនៅក្នុងភាសាអង់គ្លេសអញ្ចឹងបងប្អូនត្រូវចាំវា my របស់ខ្ញុំ your របស់អ្នក his របស់គាត់ her របស់នាង it's របស់វា our របស់យើង their របស់ពួកគេបាទអញ្ចឹងបងប្អូនមើលនៅក្នុង slide បន្ទាប់ខ្ញុំនឹងដាក់ពាក្យនាមនៅពីមុខវាបាទនេះនៅពេលដែលខ្ញុំយកនាមមកដាក់នៅខាងមុខវាដូចជាគុណនាមកម្មសិទ្ធិលើគេមិញគឺ my របស់ខ្ញុំហើយពាក្យនេះគឺ bicycle គឺប្រែថាកង់អញ្ចឹងពេលសិនខ្ញុំសេថា my bicycle កង់របស់ខ្ញុំឃើញទេ my bicycle បាទកន្លែងនេះគឺខុសពីខ្មែរយើងណាខ្មែរយើងសេកង់មុនហើយបានរបស់ខ្ញុំប៉ុន្តែអង់គ្លេសដាក់របស់ខ្ញុំនឹងមុនពាក្យកង់ហ្នឹងហើយអញ្ចឹង my bicycle ដល់ពេលយើងប្រែមកកង់របស់ខ្ញុំឃើញទេប្រែនេះមុនណាកង់របស់ខ្ញុំហើយអាកម្មសិទ្ធិយើងប្រែក្រោយគេយើងអត់ប្រែមុនថារបស់ខ្ញុំកង់ទេយើងប្រែត្រឡប់មកចេះវិញក្នុងចំណោមពីរពាក្យហ្នឹងអញ្ចឹងយើងប្រើពាក្យនាមឬមុខវាមុនគេអញ្ចឹងកង់របស់ខ្ញុំបាទ my bicycle ដូចនេះគឺពាក្យកម្មសិទ្ធិ your របស់អ្នកអញ្ចឹង backpack ហ្នឹងកាបូបស្ពាយអញ្ចឹងខ្ញុំចង់និយាយថាកាបូបស្ពាយរបស់អ្នក your backpack បាទ your backpack កាបូបស្ពាយរបស់អ្នកអានេះគុណនាមកម្មសិទ្ធិមួយទៀតគឺ his បាទរបស់គាត់ឧទាហរណ៍ខ្ញុំយក laptop មកដាក់នៅពីមុខអញ្ចឹង his laptop computer យួរដៃរបស់គាត់បើចូលដល់ her របស់នាងយក car មកដាក់ពីមុខ car នេះគឺប្រែថាឡានអញ្ចឹង her car ឡានរបស់នាងបាទ it's របស់វាខ្ញុំយកពាក្យ toy ដាក់មួយពីមុខ toy នេះគឺប្រដាប់ប្រដាក្មេងលេងរូបតុក្កតាហ្នឹងអញ្ចឹង it's toy ប្រដាប់ក្មេងលេងរបស់វាបាទចូលដល់ our នេះគឺរបស់យើងអញ្ចឹងពាក្យនេះគឺពាក្យ team នេះគឺប្រែថាក្រុមកីឡាបាទអញ្ចឹង our team ក្រុមរបស់យើងបាទក្រុមកីឡាកររបស់យើងនឹងពាក្យចុងក្រោយគេគឺពាក្យ their ហ្នឹងគឺរបស់ពួកគេចាប់ពី2អ្នកឡើងទៅដែរហើយពាក្យ parents ប្រែថាឪពុកម្ដាយទាំងពីរនាក់ណា parents អញ្ចឹង their parents ឪពុកម្ដាយរបស់ពួកគេបាទនេះគឺជាគុណនាមកម្មសិទ្ធិនៅពេលដែលយើងចង់យកទៅប្រើគឺយើងដាក់នៅពាក្យនាមនៅពីមុខវាមួយទៅយើងប្រើពាក្យនាមអីផ្សេងទៀតក៏បានដែរបាទអញ្ចឹងបងប្អូនមើលឧទាហរណ៍ការប្រើប្រាស់នៅក្នុងប្រយោគឧទាហរណ៍ខ្ញុំយកប្រយោគនឹងទៅដែលហ្នឹងទៅប្រើប្រាស់នៅក្នុងប្រយោគឲ្យមាន clear សេចក្តីពេញលេញបាទខ្ញុំដាក់ថា my bicycle is blue បាទកង់របស់ខ្ញុំពណ៌ខៀវ my bicycle is blue បាទអញ្ចឹងមិញហ្នឹងយើងជួប my bicycle កង់របស់ខ្ញុំ blue ពណ៌ខៀវហើយ is នេះយើងអត់ចាំបាច់ប្រែវាទេប៉ុន្តែពេលសរសេរគឺយើងត្រូវតែដាក់វាមកអញ្ចឹង my bicycle is blue បាទកង់របស់ខ្ញុំពណ៌ខៀវឧទាហរណ៍នេះមួយទៀត your backpack បាទកាបូប
ស្ពាយរបស់អ្នកបាទអញ្ចឹង your backpack is on the table បាទកាបូបស្ពាយរបស់អ្នកនៅលើតុបាទ your backpack កាបូបស្ពាយរបស់អ្នក on the table បាននៅលើតុនេះយើងអត់ចាំបាច់ប្រែទេបាទអញ្ចឹង on the table នៅលើតុ table ហ្នឹងប្រែថាតុដល់ពេល on នេះខាងលើហើយ the ហ្នឹងក៏យើងអត់ប្រែដែរតែយើងសរសេរត្រូវតែដាក់វាមកបងប្អូនចំណាំវាតិចសិនឧទាហរណ៍មួយទៀត his laptop is new កុំព្យូទ័រយួរដៃរបស់គាត់ថ្មីអញ្ចឹង his laptop កុំព្យូទ័រយួរដៃរបស់គាត់ new គឺប្រែថាថ្មីនេះយើងអត់ចាំបាច់ប្រែទេបាទកុំព្យូទ័រយួរដៃរបស់គាត់ថ្មីចូលដល់កន្លែងនេះ her car is red ឡានរបស់នាងពណ៌ក្រហមបាទអញ្ចឹង her car ឡានរបស់នាង red គឺពណ៌ក្រហមយើងអត់ចាំបាច់ប្រែទេ its toy is on the floor បាទប្រដាប់ក្មេងលេងរបស់វានៅលើឥដ្ឋបាទ its toy បាទប្រដាប់ប្រដាក្មេងលេងរបស់វា on the floor បាទនៅលើឥដ្ឋបាទនេះយើងអត់ចាំបាច់ប្រែទេហើយដឹកក៏យើងអត់ប្រែដែរ floor នេះគឺមានន័យថាក្នុងផ្ទះយើងរៀបការ៉ូក៏ដោយចាក់សាបក៏ដោយគេហៅថា floor ហើយអញ្ចឹងណាបើចូលមកដល់ក្នុងផ្ទះហ្នឹងគេហៅ floor បាទអញ្ចឹង its toy is on the floor ចុះដល់មួយទៀត our team is strong ក្រុមរបស់យើងខ្លាំងឬមួយក៏រឹងមាំ strong នេះខ្លាំងឬមួយក៏រឹងមាំអញ្ចឹង our team ក្រុមរបស់ពួកយើងបាទក្រុមកីឡាករហ្នឹងណា is strong បាទរឹងមាំអញ្ចឹងនេះយើងអត់ចាំបាច់ប្រែទេចុះដល់ប្រយោគមួយទៀត their parents are kind ឪពុកម្ដាយរបស់គេមានចិត្តល្អបាទឪពុកម្ដាយរបស់ពួកគេមានចិត្តល្អអញ្ចឹង their parents ឪពុកម្ដាយរបស់ពួកគេ kind បាទមានចិត្តល្អ kind នេះគឺប្រែថាមានចិត្តល្អអញ្ចឹងនេះគឺយើងអត់ចាំបាច់ប្រែទេអញ្ចឹង their parents are kind បាទអញ្ចឹងបងប្អូនមើលគុណនាមកម្មសិទ្ធិជាមួយនឹងពាក្យនាមជាបន្តទៀតខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងពាក្យនាមថ្មីមួយចំនួនទៀតដោយកន្លែងនេះគឺខ្ញុំដាក់ពាក្យ book នៅពីមុខអញ្ចឹង my book បាទ my book សៀវភៅរបស់ខ្ញុំ book ហ្នឹងគឺប្រែថាសៀវភៅ your phone ទូរស័ព្ទរបស់អ្នកអញ្ចឹង phone ទូរស័ព្ទ your របស់អ្នកអញ្ចឹង your phone ទូរស័ព្ទរបស់អ្នក his hat បាទមួករបស់គាត់ hat នេះគឺប្រែថាមួកហើយនេះគឺរបស់គាត់អញ្ចឹង his hat មួករបស់គាត់ her bag កាបូបរបស់នាង bag នេះគឺប្រែថាកាបូបឬមួយក៏ស្បោងណាបាទ her bag កាបូបរបស់នាង its tail បាទកន្ទុយរបស់វាបាទ tail នេះកន្ទុយឆ្មាកន្ទុយសត្វកន្ទុយឆ្កែហៅ tail its របស់វាអញ្ចឹង its tail កន្ទុយរបស់វា our house ផ្ទះរបស់ពួកយើងណា our house គឺប្រែថាផ្ទះ our គឺរបស់យើងអញ្ចឹង our house ផ្ទះរបស់យើង their dog ឆ្កែរបស់ពួកគេ dog គឺប្រែថាឆ្កែ their គឺរបស់ពួកគេអញ្ចឹង their dog ឆ្កែរបស់ពួកគេបាទអញ្ចឹងខ្ញុំនឹងយកពាក្យទាំងអស់នេះទៅប្រើប្រាស់នៅក្នុងប្រយោគឲ្យពេញលេញបង្ហាញបងប្អូនឧទាហរណ៍នៅក្នុងប្រយោគនេះ my book is on the desk បាទសៀវភៅរបស់ខ្ញុំនៅលើតុ my book is on the desk បាទ desk ហ្នឹងគឺប្រែថាតុបាទតុសម្រាប់យើងដាក់កុំព្យូទ័រសម្រាប់សរសេរអក្សរស្អីហ្នឹងគឺ desk បាទខុសពី table គឺតុបាយតុអីធម្មតាហ្នឹងគឺ table ណាអញ្ចឹង desk នេះគឺតុ office ហ្នឹងឯងអញ្ចឹង my book សៀវភៅរបស់ខ្ញុំ on the desk បាទនៅលើតុបាទនេះយើងអត់ចាំបាច់ប្រែទេ your phone is ringing បាទទូរស័ព្ទរបស់អ្នកកំពុងតែរោបាទរោក្រឹងហ្នឹងគឺ your phone is ringing បាទ ringing ហ្នឹងគឺរោណាកំពុងតែរោ your phone ទូរស័ព្ទរបស់អ្នក his head is black មួករបស់គាត់គឺពណ៌ខ្មៅ black នេះគឺពណ៌ខ្មៅ head នេះគឺមួក his head មួករបស់គាត់បាទនេះយើងអត់ចាំបាច់ប្រែទេ black នេះគឺពណ៌ខ្មៅ her bag is small បាទកាបូបរបស់នាងតូច her bag is small នេះគឺប្រែថាតូចបាទ her bag កាបូបរបស់នាង small តូច
is នេះយើងអត់ចាំបាច់ប្រើទេ its tail is long កន្ទុយរបស់វាវែង its tail បាទ tail កន្ទុយ its របស់វា long នេះវែង is នេះយើងអត់បាច់ប្រើទេ its tail is long our house is near the school ផ្ទះរបស់យើងនៅជិតសាលារៀន our house is near the school បាទ our house ផ្ទះរបស់ពួកយើងហ្នឹង near ហ្នឹងគឺប្រែថាជិត school នេះគឺសាលារៀនអញ្ចឹង our house is near the school អញ្ចឹង is នេះក៏យើងអត់ប្រែ the នេះក៏យើងអត់ប្រែដែរប៉ុន្តែពេលផ្សេងយើងត្រូវតែដាក់មកដើម្បីឲ្យពេញលេញត្រូវតាមវេយ្យាករណ៍អានេះមួយទៀត their dog is friendly ឆ្កែរបស់ពួកគេរួសរាយរាក់ទាក់បាទ their dog ឆ្កែរបស់ពួកគេបាទ friendly នេះគឺរួសរាយរាក់ទាក់បាទវាមកចិត្តយើងលឹកដៃលឹកជើងអីរៀងរាក់ទាក់អញ្ចឹងគេហៅ friendly ណា their dog is friendly ឆ្កែរបស់ពួកគេរួសរាយរាក់ទាក់បាទអញ្ចឹងបងប្អូនមើលគុណនាមកម្មសិទ្ធិប្រើជាមួយនាមបន្តទៀតអានេះគឺ my name ឈ្មោះរបស់ខ្ញុំ name ហ្នឹងគឺប្រែថាឈ្មោះ my ហ្នឹងរបស់ខ្ញុំអញ្ចឹង my name ឈ្មោះរបស់ខ្ញុំ your chair បាទកៅអីរបស់អ្នក chair នេះកៅអី your នេះរបស់អ្នកអញ្ចឹង your chair កៅអីរបស់អ្នក his shoes បាទស្បែកជើងរបស់គាត់បាទ shoes ស្បែកជើង his នេះរបស់គាត់អញ្ចឹង his shoes ស្បែកជើងរបស់គាត់ her dress បាទរ៉ូបរបស់នាង dress នេះគឺរ៉ូបher ហ្នឹងគឺរបស់នាង her dress រ៉ូបរបស់នាង our teacher គ្រូរបស់យើងបាទ teacher គ្រូ our របស់យើងអញ្ចឹង our teacher គ្រូរបស់យើង their children បាទកូនរបស់ពួកគេ their children ហ្នឹងកូនកុមារក្មេងៗណាអញ្ចឹង their children កូនរបស់ពួកគេបាទអញ្ចឹងបងប្អូនមើលការប្រើប្រាស់នៅក្នុងប្រយោគឧទាហរណ៍ my name is John ខ្ញុំឈ្មោះ John បាទ my name is John បើសិនជាយើងប្រែតាមធម្មតាឈ្មោះរបស់ខ្ញុំគឺ John ណា my name ឈ្មោះរបស់ខ្ញុំJohn គឺ John ដល់ពេលយើងសម្រួលជាខ្មែរមកខ្ញុំឈ្មោះ John អញ្ចឹងហ្មងក៏បានដែរឧទាហរណ៍នេះមួយទៀត your chair is broken កៅអីរបស់អ្នកខូចហើយ your chair is broken បាទ your chair កៅអីរបស់អ្នក broken ហ្នឹងខូចរួចហើយ his shoes are clean ស្បែកជើងរបស់គាត់ស្អាត his shoes are clean បាទ clean នេះគឺប្រែថាស្អាតណាបាទអត់មានប្រឡាក់ដីទេគេហៅ clean បាទ his shoes ស្បែកជើងរបស់គាត់ clean បាទស្អាតអានេះយើងមិនប្រែទេ her dress is beautiful បាទរ៉ូបរបស់គាត់ស្អាតណាស់បាទគាត់នឹងសំដៅយកមនុស្សស្រីណា her dress បាទ dress នេះគឺរ៉ូបបាទ her នឹងរបស់នាងអញ្ចឹង her dress រ៉ូបរបស់នាង beautiful នឹងគឺស្រស់ស្អាតអីនេះយើងមិនប្រែទេ our teacher is kind គ្រូរបស់យើងមានចិត្តល្អបាទ our teacher គ្រូរបស់យើង kind នេះគឺមានចិត្តល្អ their children are playing កូនរបស់ពួកគេកំពុងលេង their children are playing បាទ their children ហ្នឹងកូនរបស់ពួកគេបាទ playing នេះកំពុងតែលេងបាទអញ្ចឹងនេះគឺជាគុណនាមកម្មសិទ្ធិបងប្អូនចំណាំថាគុណនាមកម្មសិទ្ធិគឺប្រើដាក់នៅពីមុខនាមបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PPT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ